ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍សាថ្មីមកកាន់កម្មវិធី404 Project អូខេហើយថ្ងៃនេះដែរមុននឹងយើងលើកទូរស័ព្ទពងពីក៏គាត់មានសាច់រឿងរបស់គាត់សម្រាប់ចែកម្លែកដែរតាក់ទងនឹងឪពុកគាត់ផ្ទាល់តែម្ដងមុននោះគាត់ប្រាប់ខ្ញុំដែរប៉ុន្តែខ្ញុំអត់ទាន់ហ៊ានស្ដាប់ខ្ញុំចាំស្ដាប់តាណាអ្នកទាំងអស់គ្នាតែម្ដងអញ្ចឹងបើខ្ញុំមានចម្ងល់អីខ្ញុំនឹងសួរបន្ថែមដើម្បីឲ្យអ្នកនរគ្នាអស់ចម្ងល់ក៏ដូចជាអ្នកនរគ្នាក៏មិនសួរក៏បានដែរតាក់ទងនឹងបុណ្យសពប៉ាបងភីរយៈពេល100ថ្ងៃបងណា100ថ្ងៃកាលថ្ងៃទីថ្ងៃសៅរ៍មុនហ្នឹងថ្ងៃទី13នេះទេអញ្ចឹងតំណងសាច់រឿងសូមឲ្យបងភីនិយាយចាប់ផ្ដើមហ្មងបងតើបាទហើយពីខ្ញុំទៅខ្ញុំបើកក្បាលមកខ្ញុំនិយាយចេះហ្មងទៅថាដែលខ្ញុំលើកមកនិយាយថ្ងៃហ្នឹងខ្ញុំក្នុងនាមជាកូនម្នាក់ខ្ញុំចង់ផ្ញើសារនេះទៅដល់កូនដូចគ្នាទៅដល់បងប្អូនដែលជាកូនដូចខ្ញុំអញ្ចឹងចង់ឲ្យកុំឲ្យបងប្អូនមានវិបត្តិសារីដូចខ្ញុំហើយកន្លែងដែលសំខាន់ហ្នឹងគឺมันប្រកាសថាបងប្អូនដែលមានវិបត្តិសារីហើយបានដោះស្រាយវិបត្តិសារីដូចខ្ញុំទេឥឡូវខ្ញុំចូលសាច់រឿងហ្មងទៅខ្ញុំនិយាយពីឪពុករបស់ខ្ញុំដែលខ្ញុំហៅទៅឪឯងហើយបញ្ជាក់បន្តិចគាត់ជាឪបកើតរបស់ខ្ញុំប៉ុន្តែគាត់បែកគ្នាមួយម៉ែខ្ញុំតាំងខ្ញុំនៅក្នុងពោះមែនអញ្ចឹងមកដល់រាល់ថ្ងៃហ្នឹងគឺខ្ញុំមានឪពុកម្ដាយ4នាក់ឯងបើន័យថាគាត់មានគ្រួសារផ្សេងទៅម៉ែខ្ញុំមានគ្រួសារផ្សេងអញ្ចឹងតាំងពីដឹងក្តីមកខ្ញុំនៅមួយឪពុកចុងទេឪពុកខ្ញុំនៅខេត្តស្វាយរៀងរាល់ថ្ងៃគាត់នៅមានជីវិតអីនៅមួយម៉ែខ្ញុំធម្មតាទេដែលស្លាប់ហ្នឹងគឺឪពុកកើតរបស់ខ្ញុំហើយខ្ញុំពិតជាទទួលបានថាគាត់ស្រឡាញ់ខ្ញុំជាងបងប្អូនទាំងអស់បងគេបណ្ដាស្រឡាញ់ដូចពៅចឹងដោយសារគាត់ធ្លាប់និយាយថាប្រាប់បងប្អូនពេលគាត់ស្វឹងគាត់អីគាត់និយាយថាមិនបាច់ចំណែនបងទេដែលឪស្រឡាញ់បងជាងគេហ្នឹងដោយសារបងឯងអត់ដែលទទួលបានភាពកក់ក្ដៅពីឪទេបើនេះតាំងពីទូចមកគាត់បែកគ្នាទៅគាត់អត់បានមើលថែខ្ញុំដល់អញ្ចឹងអានេះវាជាវិបត្តិស្រីរបស់គាត់មួយហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំចូលមករឿងដែលកើតឡើងនឹងហ្មងទៅកាលពីថ្ងៃសៅរ៍មុនហ្នឹងថ្ងៃទី13ហ្នឹងខ្ញុំបានទៅបុណ្យគម្រប់ខួប100ថ្ងៃរបស់គាត់នៅស្រុកកណ្ដាលនៅព្រៃវែងហើយអ្នកផ្ទះគាត់ធ្វើតែមួយកណាត់ថ្ងៃទេធ្វើតែពេលព្រឹកថ្ងៃឡើងលោកទេសនាលោកឆាន់អីហើយចប់ហើយដោយសារខ្លាចភ្លៀងខែនឹងខែភ្លៀងខ្លាចពិបាកអញ្ចឹងធ្វើតែមួយកណាត់ថ្ងៃទេហើយពេលថ្ងៃដូចជាពេលដែលលោកទេសនាហើយខ្ញុំប្រាប់ឲ្យអ្នកទាំងអស់គ្នាឃើញរូបភាពបន្តិចថាផ្ទះនៅខេត្តមិនផ្ទះឈើខាងលើហើយខាងក្រោមគេមិនធ្វើមានបន្ទប់មានអីមួយចឹងទៅឈើលើថ្មក៏មិនហ្នឹងហើយតែថ្មក្រោមតែមួយកណាត់តែមកបន្ទប់ទេគាត់ធ្វើតាមបន្ទប់អូខេហ្នឹងហើយតែមកបន្ទប់ទេហើយរោងប៉ុនហ្នឹងគឺធ្វើនៅជាប់ផ្ទះហ្នឹងរោងប៉ុនធ្វើនៅជាប់ផ្ទះហើយពេលថ្ងៃពេលដែលលោកពងតាឲ្យធွာពងសូត្រធွာហ្នឹងស្រាប់តែខ្ញុំអង្គុយរៀងឆ្ងាយដោយសារអត់បាននៅអង្គុយស្ដាប់លោកនៅក្នុងរោងទេខ្ញុំអង្គុយនៅជំនុំគ្នាមួយបងប្អូនឯនៅតុកខាងនេះផ្ទះចឹងទៅស្រាប់តែមកស្ទុះប្រពន្ធខ្ញុំគាត់មកហៅខ្ញុំថាទៅជួយមើលមេងបន្តិចមេងអត់ស្រួលមេងហ្នឹងជាប្អូនបកើតរបស់គាត់ប្អូនបកើតរបស់ឪខ្ញុំហ្នឹងពេលខ្ញុំចូលទៅក្នុងបន្ទប់ហ្នឹងហើយបន្ទប់ហ្នឹងជាបន្ទប់ដែលគាត់សម្រាកបើនេះគាត់សម្រាកនៅនឹងពេលដែលគាត់នៅរស់អាបន្ទប់ហ្នឹងអញ្ចឹងពេលដែលខ្ញុំចូលទៅមេងនៅស្លាប់ស្ដោកស្ដឹងអញ្ចឹងបាត់មាត់បាត់កអញ្ចឹងទៅខ្ញុំក៏ចូលទៅតកងគាត់ដោយសារពេលហ្នឹងគឺប្អូនស្រីខ្ញុំគាត់នៅរៀតនៅឆ្លីក្បាលអីឲ្យយ៉ាងខ្ញុំក៏ចូលទៅតកងមនុស្សប្រុសណាកម្លាំងប្រុសហើយក៏ញីអីគាត់នៅស្ដោកស្ដឹងអញ្ចឹងស្រាប់តែចាស់ធម្មតាពេលឃើញអញ្ចឹងមីខ្ញុំគាត់ខ្សោយស្រាប់ហើយដល់ពេលថ្ងៃបុណ្យទៀតចាស់គាត់គិតរឿងហ្នឹងគាត់គិតរឿងអបិយជំនឿគាត់ក៏អុចធូងនិយាយទាំងអ៊ំទាំងអីហ្នឹងអុចធូងនិយាយថានិយាយដល់យាយដល់តាទៀតថាកុំប្រកែប្រកាន់អីឥឡូវបើត្រូវការអីប្រាប់គេប្រាប់អីហ្នឹងគាត់តែអុចធូកហើយខ្ញុំមើលហ្មងអត់មានកន្លែងដាក់ទេគាត់យកអាដបទឹកសុទ្ធអាដប500ហ្នឹងដាក់បញ្ឈរហើយគាត់ដុតលើដោតអាគៀនផ្លាកវិញហ្នឹងគាត់តែអុចធូកហើយមកផ្លែហ្នឹងគាត់ចាប់ដើមនៅបិទភ្នែកស្លោកអញ្ចឹងខ្ញុំនៅតកងលើដៃខ្ញុំខាងហ្នឹងនៅតកងលើដៃអញ្ចឹងស្រាប់តែគាត់ចាប់ដើមយំហ្មងហើយយំយកហ្មងយំយកខ្ញុំ
ពួកដោយសារមីងគាត់អាសាយំហើយគាត់ស្លាប់យំតកៀងហ្មងដល់អញ្ចឹងខ្ញុំស្មានអាការៈដូចរដងខ្ញុំក៏ឆ្លីក្បាលឆ្លីអីគាត់នៅបិទភ្នែកអញ្ចឹងខ្ញុំទៅកងដៃខាងហ្នឹងស្រាប់គាត់យកដៃខាងនេះមកអោបក្បាលខ្ញុំហ្មងទាំងបិទភ្នែកអោបក្បាលខ្ញុំយំហើយខ្ញុំរៀងផ្លែកតិចដែរគាត់ទាញដៃខ្ញុំទៅអោបហើយរត់មកទៅហឹងហ្មងហើយគាត់និយាយចេញមកថាឪសុំទោសកូនឪសុំទោសកូនឪខុសហើយគាត់និយាយប៉ុណ្ណឹងខ្ញុំព្យាយាមទប់អារម្មណ៍តែអាពេលហ្នឹងខ្ញុំក្តុកក្តួលខ្លាំងហើយចង់និយាយថាយល់អារម្មណ៍ថាយើងកំពុងតែអោបមីងប៉ុន្តែអារម្មណ៍ជាមួយឪហើយគាត់និយាយអាពាក្យដែលគាត់ប្រើមួយខ្ញុំឪសុំទោសកូនឪខុសហើយអញ្ចឹងចាប់ផ្ដើមដឹងអ្នកនៅក្បែរចាប់ផ្ដើមបូនខ្ញុំអីឮអញ្ចឹងយំហ្មងចាប់ផ្ដើមយំខ្ញុំទប់អារម្មណ៍ខ្ញុំអត់យំទេពេលហ្នឹងហើយខ្ញុំសួរថាឥឡូវឪឯងមែនថាឪកូនហើយជប់ខ្ញុំក៏សួរគាត់ថាឥឡូវឪឯងចូលមីងទៅអីដឹងថាមីងគាត់ខ្សោយអញ្ចឹងឪឯងត្រូវការអីឪឯងចង់បានអីឪឯងបញ្យោសពក៏បានដែរឪឯងប្រាប់មកចង់បានអីគាត់ថាឪអត់ចង់បានអីទេកូនឪគាត់តែចង់អោបខ្លួនឯងទេហើយអោបខ្ញុំរឹតឡើងណែនយល់អារម្មណ៍ណាពេលហ្នឹងយើងឡើងទទួលបានអារម្មណ៍ថាអោបមួយមីងណាគាត់អោបខ្ញុំឡើងរឹតហើយដៃមកខាងឯក្បាលខ្ញុំរហូតទាំងតែបិទភ្នែកហ្នឹងហើយខ្ញុំសួរថាហើយកសលផលបុណ្យដែលកូនចៅធ្វើទៅឲ្យហ្នឹងឪឯងបានទទួលអត់ហើយគាត់ថាឪបោណាកូនឪបោណាឪអត់ចង់បានអីទេឪគាត់តែចង់អោបខ្លួនឯងទេខ្ញុំអត់យំទេពេលហ្នឹងខ្ញុំពិបាកទប់ខ្លាំងប៉ុន្តែព្រោះខ្ញុំជាមួយឪខ្ញុំអត់ធ្វើទុនជ្រាយមួយគាត់ទេខ្ញុំតែងតែរឹងមាំរហូតហើយអាពាក្យសម្ដីមិនម៉ាត់ដែលគាត់ប្រើតែជាមួយខ្ញុំយល់អត់ហើយហេតុអីបានគាត់សុំទោសខ្ញុំដោយសារពេលមុនដែលគាត់ឈឺហ្នឹងប្រហែលជាថាមកទៅ10ថ្ងៃចុះខ្ញុំបានទៅស្រុកដូចជាកម្មវិធីអីមួយទេហើយដោយសារខ្ញុំដឹងថាគាត់អត់សូវមើលថែសុខភាពខ្លួនឯងគាត់ទៅចិត្តហូបគ្រឿងសង្វឹងគ្រឿងអីពេកហូបពេកយល់អត់គាត់ទៅចិត្តហូបពេកខ្ញុំក៏និយាយហើយកូនទាំងអស់មានតែខ្ញុំទេដែលគាត់ក្រែងចិត្តខ្ញុំជាងគេខ្ញុំអាចស្ដីឲ្យគាត់បានអីចឹងគាត់បែរខ្ញុំនិយាយទៅគាត់ស្ដាប់ជាងគេជាងអីចឹងទៅខ្ញុំបាននិយាយគាត់ឲ្យឯងថែសុខភាពផងឯងកុំអញ្ចឹងពេកអីអញ្ចឹងចូលចឹងហើយគាត់ក៏នៅបកកាយរបៀបថាអើយអាងាប់ថ្ងៃណាថ្ងៃហ្នឹងទៅរបៀបចឹងខ្ញុំក៏បកកាយមកគាត់ហើយបានប្រហែលជាអត់ដល់10ថ្ងៃគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺដែរខ្ញុំប្រាប់អធិការខ្ញុំនៅពេទ្យអីហ្នឹងទៅមើលគាត់ហើយសភាពរបស់គាត់ពេទ្យក៏និយាយដែរថាក្នុង100មានតែមួយនឹងទេដែលគាត់លើសឈាមហើយគាត់ដួលចឹងគាត់អត់ដាច់តែសៃឈាមចូលសង្គ្រោះ ICU ហើយសង្គ្រោះបានមកធម្មតាដើរបានធម្មតាអត់មានប៉ះពាល់អីទាំងអស់អានេះនឹងតិចមែនតើអញ្ចឹងដូចខ្ញុំមានវីដេអូដែលផ្ញើអធិការមើលគឺខ្ញុំថតគាត់បន្ទាប់ពីរៀបចេញពីពេទ្យហើយអាហ្នឹងចាំពេទ្យមកសញ្ញាឲ្យចេញពីពេទ្យហើយដូចគាត់បានជីវិតថ្មីអញ្ចឹងសម្រាប់ខ្ញុំដូចទទួលបានជីវិតថ្មីយ៉ាងពេលដែលចេញពីពេទ្យហ្នឹងទៅដល់ផ្ទះគឺភិលហ្មងហើយខ្ញុំជួនគាត់ទៅដល់ផ្ទះដល់អីខ្ញុំរៀបចេញមកខ្ញុំនិយាយមួយគាត់ទៀតហើយខ្ញុំនិយាយរបៀបមនុស្សប្រុសរៀងនេះចឹងថាឥឡូវយើងនិយាយគ្នាម្ដងទៀតឯងសន្យាមួយខ្ញុំណាឯងសន្យាមួយខ្ញុំហើយឥឡូវឯងបានជីវិតថ្មីហើយអញ្ចឹងបន្ទាប់ពីបានជីវិតថ្មីហើយបើសិនជាឯងនៅតែធ្វើអញ្ចឹងដាក់ខ្លួនឯងទៀតបើសិនជាឈឺដោយសារអញ្ចឹងទៀតឯងមិនបាច់ទេហៅខ្ញុំទេហើយម៉ែបងប្អូននេះមិនបាច់ទេដល់ខ្ញុំញ៉ាំទៅមើលខ្ញុំនិយាយអញ្ចឹងគឺនិយាយដើម្បីមិនចង់ឈ្នះចាញ់អីគាត់ទេគ្រាន់ថាដោយសារគាត់ក្រែងចិត្តខ្ញុំជាងគេនិយាយអញ្ចឹងដើម្បីឲ្យគាត់ស្រឡាញ់សុខភាពខ្លួនឯងអញ្ចឹងទៀតហ្នឹងបានន័យថាកុំហូបគ្រឿងសង្វឹងហ្នឹងហើយបានន័យកុំចឹងពេកកុំដើរពេកកុំហូបគ្រឿងសង្វឹងពេកកុំឲ្យមើលថែខ្លួនឯងចឹងហើយគាត់ក៏អត់មកគាត់អីដែរហើយម្លងបានប្រហែលជាមួយថ្ងៃទេមួយរយៈដែរមួយរយៈស្រាប់គាត់លាប់ដោយសារគាត់ដើរគាត់ហូបថ្នាំអត់ទៀងគាត់ចូលចិត្តទៅមើលជុលមន់ជុលអីចឹងទៅដល់ពេលឈឺដោយសារអញ្ចឹងម៉ែគាត់ហ៊ានទេប្រាប់ខ្ញុំប្អូនមានមេពៅមួយទេប្រាប់ខ្ញុំថាបងឥឡូវឪលាប់ទៀតហើយទៅពេទ្យប៉ុន្តែអត់មានណាគេទេដល់ខ្ញុំទេហើយខ្ញុំដោយសារអានិយាយចឹងហើយមួយទៀតមិនចង់និយាយស្មោះត្រង់មិនចង់ឈ្នះចាញ់មួយឪគាត់ថាចង់ឲ្យគាត់ដឹងថាគាត់ក្រែងចិត្តយើងហើយធ្វើអញ្ចឹងដើម្បីឲ្យគាត់ហ្នឹងហើយគាត់ថយមើលថែខ្លួនឯងខ្ញុំអត់ទៅមើលមែនតែខ្ញុំឲ្យប្រពន្ធខ្ញុំទៅមើលពោះមកព្យាបាលនៅពេទ្យ
ពេទ្យដែលចូលនៅផ្លូវកប់ស្រូវចិត្តផ្ទះខ្ញុំដែរអញ្ចឹងខ្ញុំឲ្យពុនខ្ញុំទៅមើលតែខ្ញុំអត់ទៅមើលទេមិនមែនចង់ឈ្នះចង់ចាញ់គាត់ទេដោយសារអញ្ចឹងបន្ទាប់ពីជាទៅវិញហើយក៏ខ្ញុំអត់បានខសួរខ្ញុំខសួរដល់ប្អូនខ្ញុំខ្ញុំអត់ឲ្យគាត់ដឹងថាខ្ញុំសួរសុកទុកអីទៀតខ្ញុំខសួរដល់ប្អូនខ្ញុំពីបើឯងគាត់លាប់លើកទី1លាប់លើកទី2ទៀតលាប់លើកទី2ទៀតរហូតដល់ធ្ងន់ហ្នឹងបានន័យថាពេលហ្នឹងយើងមានអារម្មណ៍ថាយើងធ្វើឲ្យបានន័យតាំងចិត្តធ្វើឲ្យឪខឹងហើយដើម្បីឲ្យគាត់កាត់បន្ថយមើលថែសុខភាពខ្លួនឯងជាងមុនអីចឹងទៅធ្វើឲ្យគាត់ដឹងថាយើងកំពុងតែខឹងគាត់តាមពិតយើងមិនបានខឹងគាត់អីទេហើយគាត់បានន័យថាគាត់ក៏មានអារម្មណ៍ថាយើងកំពុងតែខឹងគាត់គឺខ្ញុំក៏មានវិបដិសេរីគាត់ក៏មានវិបដិសេរីហើយដល់ពេលដល់ថ្ងៃចុងក្រោយដែលឈឺលាប់លើកសារក្រោយដល់ពេលគាត់ឈឺធ្ងន់ហើយគាត់លែងដឹងខ្លួនហើយបងអូនបើខ្ញុំតែប្រាប់ថាបងឥឡូវឪធ្ងន់ហើយបងឯងមកមើលឪផងអីចេះចុះទៅពេទ្យហ្វៃរៀងដល់ទៅពេទ្យហ្វៃរៀងខ្ញុំរៀបចេញទៅថាអត់ទេពេទ្យហ្វៃរៀងបញ្ជូនមកពេញហើយក៏មកពេញខ្ញុំចាំជួបក៏មកពេទ្យគុណភ័យផាវិញអីមិនគុណភ័យផាទេពេទ្យកាឡាម៉ែតដល់ពេលមកពេទ្យកាឡាម៉ែតហ្នឹងអាហ្នឹងថ្ងៃចុងក្រោយបានន័យថាគាត់មកហ្នឹងខ្ញុំគាត់លែងដឹងខ្លួនហើយគាត់លែងដឹងខ្លួនខ្ញុំទៅមើលថែគាត់ស្មាតោះជូតអាចជូតនោមអីនេះគាត់លែងដឹងខ្លួនហើយរហូតដល់ថ្ងៃគាត់ស្លាប់ជូនទៅធ្វើបន់ធ្វើអីខ្ញុំខ្លួនឯងខ្ញុំចាប់ផ្ដើមមានវិបដិសេរីណាបានន័យថាធ្វើជាកូនល្អរបស់គាត់មកជីវិតហើយប៉ុន្តែអាចុងក្រោយប្រហែលតិចហ្នឹងហេតុអីបានធ្វើអត់បានមានវិបដិសេរីខ្លួនឯងរហូតដល់គាត់ស្លាប់តាមពិតរដងឃើញអធិការប៉ុណ្ណេះខ្ញុំសើចដែរតែខ្ញុំសើចចេញមិនមែនប៉ាតូតាហ្វីសេរីគាត់មិនចាំជិះគាត់ថាអូយម៉ាតូខ្ញុំសុំតោមែនតើអ្នកអរគ្នាសុំតោអត់មានម្ដងតែមិញពងអីណែចូលដល់ពេលគាត់និយាយគាត់ថាខ្ញុំបាក់ទៅបារម្ភសុំតោអ្នកអរគ្នាខ្ញុំសុំតោអង្គពេសុំតោអត់អីទេពោះដូចនិយាយយ៉ាងតាមពិតបើឃើញអញ្ចឹងរាល់ដងខ្ញុំសើចចេញមែនតែខ្ញុំសើចចេញមែនសិនហ្នឹងរហូតដល់គាត់ស្លាប់ជូនទៅផ្ទះទៅអីវិញខ្ញុំចាប់ផ្ដើមមានវិបដិសេរីហើយថាអញច្បាស់ជាខឹងអញចុងក្រោយហើយពេលដែលមុនគាត់ស្លាប់ហ្នឹងខ្ញុំទៅមើលថែគាត់រហូតដល់ដកអុកស៊ីសែនហ្នឹងគាត់ច្បាស់ជាលែងដឹងហើយគាត់លែងដឹងថាខ្ញុំទៅមើលថែអញ្ចឹងគាត់នឹងយើងគិតថាគាត់នឹងដកអារម្មណ៍ថាកូនអញបោះបង់អញខឹងអញឡើងទទួលយកអីចឹងហើយរហូតដល់គាត់ចុងក្រោយបាទអញ្ចឹងខ្ញុំមានវិបដិសេរីហើយវិបដិសេរីមកខ្លួនឯងថាធ្វើជាកូនល្អគាត់ហើយខ្ញុំហ៊ាននិយាយថាខ្ញុំតាំងពីទូចរហូតដល់ធំហ្នឹងខ្ញុំអត់ដែលធ្វើអីឲ្យឪខ្ញុំពិបាកចិត្តដោយសារខ្ញុំទេបានន័យថាគាត់មានមោទនភាពលើខ្ញុំតាំងពីតូចរហូតដល់ធំចុះធ្វើកូនល្អមកតាំងពីតូចរហូតនៅសល់ចុងក្រោយមិនទិញមិនធ្វើអត់មែនមិនអត់ធ្វើឲ្យគាត់ហើយអាពេលទៅមើលថែគាត់ចុងក្រោយជូតអាចនោមអីឲ្យគាត់ហ្នឹងគាត់ឡើងដឹងហើយយល់អត់អញ្ចឹងបានខ្ញុំចង់និយាយអាហ្នឹងជូនទៅកូនទាំងអស់គ្នាដែលកំពុងតែមើលហ្នឹងកុំឲ្យមានវិបដិសេរីដូចខ្ញុំហើយខ្ញុំនិយាយមួយទៀតថាហេតុអីបានខ្ញុំនិយាយថាអាចនឹងអត់សំណាងដូចខ្ញុំបានមកឃ្លៀអាវិបដិសេរីនឹងរវាងឪមួយកូនពេលដែលគាត់អស់ជីវិតហើយចាព្រោះចឹងត្រឡប់ចូលថ្ងៃដែល100ថ្ងៃរបស់គាត់ដែលគាត់ចូលមីខ្ញុំហើយមកអោបខ្ញុំហ្នឹងតែប៉ុណ្្នឹងឯងគាត់និយាយថាគាត់បបខ្ញុំសួរនៅតែសួរថាពេលហ្នឹងនឹកឃើញតែប៉ុណ្្នឹងឯងនឹកឃើញថាឪចុះកសលផលបុណ្យដែលកូនចៅបានធ្វើឲ្យឯងហ្នឹងឯងបានទទួលអត់ដល់លើឯងអត់គាត់ថាដល់ឪបានទទួលឲ្យបបណាកូនឪអត់ចង់បានអីទេឪចង់តែអោបកូនឯងទេហើយគាត់យំរហូតឲ្យអោបខ្ញុំឡើងរឹតឡើងណែនប្អូនខ្ញុំអីយំពេញហ្នឹងហ្មងប៉ុន្តែអត់ចង់និយាយថាពេលហ្នឹងយើងអត់មាននឹកឃើញថាចង់ថតចង់អីទេពោះហើយបានឃ្លាមួយតែរឿងមួយគាត់សុំទោសរហូតឪសុំទោសកូនសំណប់ចិត្តឪសុំទោសកូនឪខុសហើយខ្ញុំក៏និយាយថាឪឥឡូវឯងស្ដាប់ខ្ញុំខ្ញុំអត់បានខឹងឪឯងទេខ្ញុំមានតែគិតថាឪឯងខឹងខ្ញុំវិញអញ្ចឹងបានន័យថាខ្ញុំក៏បានប្រាប់គាត់ថាអាពេលដែលខ្ញុំអត់បានទៅមើលឯងហ្នឹងខ្ញុំអត់បានខឹងឯងទេដោយសារអញ្ចឹងចេះទៅហើយគាត់ក៏បានសុំទោសខ្ញុំថាអាស័យដែលខ្ញុំហាមហ្នឹងគឺគាត់មិនបានធ្វើគាត់សុំទោសឪខុសហើយសន្យាធ្វើបានបាទអញ្ចឹងវាបានមកឃ្លៀអាហ្នឹងមួយគ្នាទាំងដែលគាត់ស្លាប់ហើយ100ថ្ងៃយល់អត់អញ្ចឹងបានខ្ញុំថាមិនប្រកាសថាអ្នកទាំងអស់គ្នា
ពេលដែលជួបរឿងដូចខ្ញុំហើយបានមកបកស្រាយហ្នឹងដូចខ្ញុំទេហើយខ្ញុំចង់និយាយបើសម្រាប់ខ្ញុំសាសនាពុទ្ធប៉ុន្តែខ្ញុំមិនជឿទាំងស្រុងទេនិយាយស្មោះត្រង់ទៅខ្ញុំមានកន្លែងជឿកន្លែងអត់ជឿដល់ពេលអារឿងហ្នឹងវាកើតឡើងលើខ្ញុំខ្លួនឯងដល់វាកើតឡើងលើខ្ញុំខ្លួនឯងវាធ្វើឲ្យខ្ញុំនិយាយស្មោះត្រង់ទៅកាន់តែមានកម្លាំងចិត្តក្នុងការធ្វើបុណ្យធ្វើទានទៀតពោះវាអត់មានខុសអីទេធ្វើបុណ្យឲ្យទទួលបានពីគាត់ជាឪរបស់យើងដែលមកនិយាយមួយយើងថាបុណ្យកុសលដែលយើងធ្វើឲ្យគាត់ហ្នឹងគាត់ទទួលបានហើយបោណាកូនគាត់អត់ចង់បានអីទេខ្ញុំថាបើចង់បានអីឯងប្រាប់មកអត់ចង់បានអីទេដែលគាត់ចូលមីងមកហ្នឹងគឺចង់អោបខ្ញុំទាំងដែលខ្ញុំនិយាយថាឥឡូវឯងចង់បានអីឬមួយអីឯងបញ្ចូលសពក៏បានដែរកុំចូលមេងចឹងអាណិតគាត់ខ្សោយអីចឹងគាត់ថាសុំអោបកូនតិចទៀតហើយពេលដែលនិយាយចឹងហើយចាប់ផ្ដើមយំតិចទៅធ្លាក់ដៃកពុកស្ងាត់បាត់ទៅហើយក៏គាត់នេះទៅដឹងខ្លួនធម្មតាហើយមីងអត់ពេលដឹងខ្លួនមកក៏អត់មានសួរអីគាត់អត់ដឹងថាឲ្យខ្ញុំចូលទេហើយអ្នកផ្ទះទាំងខ្ញុំទាំងអីគាត់ហ៊ានប្រាប់គាត់ដែរបើថាមីងប្អូនគាត់ណាស្រឡាញ់ឲ្យខ្ញុំហ្នឹងអញ្ចឹងបើសិនជាគាត់ដឹងគាត់នឹងយំកាំងទៀតអញ្ចឹងមករោងប៉ុនហ្នឹងមានណាគេប្រាប់គាត់ទេហ្នឹងហើយអត់មានណាគេប្រាប់គាត់អត់ដឹងអីគាត់ងើបមកគាត់យំស្លាប់ដូចរាល់ដងអញ្ចឹងគាត់អត់មានសួរនាំរឿងហ្នឹងទេចាំមកភីអញជឿថាគាត់ពិតជាវិញ្ញាណរបស់ប៉ាមកភីអញមែនអត់ខ្ញុំចាំបានថាពេលដែលថ្ងៃហ្នឹងខ្ញុំ post នៅ account ខ្ញុំបាទដល់ពេលវាធ្លាក់លើខ្ញុំជឿហើយខ្ញុំមានកម្លាំងចិត្តពោះអាពាក្យដែលគាត់និយាយជាមួយខ្ញុំជាពាក្យដែលឪខ្ញុំប្រើមួយខ្ញុំតែមីងអត់ដែរសូវបានជួបមួយភីទេជួបប៉ុន្តែគាត់មិនមែនមនុស្សនិយាយចឹងមួយខ្ញុំមានពាក្យពេចន៍មួយដែលឪកូនគេទៅគ្នាឪនិយាយមួយខ្ញុំហើយពេលដែលម៉ែគាត់ហៅប្រពន្ធគាត់ទៅយាយឯងយាយហើយដល់ពេលពងអោបមួយខ្ញុំហ្នឹងម៉ែដើរមកពីក្រោយដល់ពេលឮខ្ញុំនិយាយរឿងជាមួយឪជាមួយអីហើយម៉ែដឹងថាគាត់ចូលគាត់ក៏និយាយថាអើយតាហ្នឹងប្អូនខំមកបនមកអីហើយនៅធ្វើចឹងទៀតគាត់ថាអាពងអោបមួយខ្ញុំបិទភ្នែកនេះហើយម៉ែនៅមកនិយាយក្រោយខ្នងនេះគាត់ថាអើយយាយអើយហើយអាសំឡេងគាត់ធ្លាប់ហ្នឹងហើយរបៀបបញ្ចេញបញ្ចូលលើកដាក់ពាក្យសម្ដីគឺឪពុករបស់គាត់យល់ចុះដល់ពេលចប់ពីហ្នឹងហើយមានបានសួរគាត់ថាពុកទៅកើតនៅឋានណាមានបានសួរនាំពេលដែលរឿងកើតមែនតើអធិការវាអត់មានអានឹងផុសមកយើងផុសតែដោយអធិការនិយាយថាពេលដែលវិនាទីមែនតើវាចេញអាស្អីដែរវាចេញត្រឹមតែអាស្អីដែលវាអាចផុសមកបានណាយើងចង់សួរក៏យើងនឹកឃើញខ្ញុំនឹកឃើញតែប៉ុណ្្នឹងគាត់ចាប់ដើមគាត់និយាយថាឪសុំទោសកូនឪសុំទោសកូនឪខុសហើយខ្ញុំចង់គាំងបាត់ទៅនឹងមិនខ្លាចទេវាអារម្មណ៍ក្តុកក្តួលជុំមកជារឿងហ្នឹងមកកើតលើអញវិញណាធ្លាប់តែលឺគេដល់ពេលកើតមួយខ្លួនឯងវាអត់ដឹងសួរអីរហូតដល់ឥឡូវខ្ញុំនៅហ្នឹងហើយឪសុំទោសកូនឪខុសហើយខ្ញុំថាឯងអត់ខុសទេខ្ញុំអត់បានខឹងឯងទេហើយខ្ញុំមានតែសុំទោសឯងវិញដែលថ្ងៃចុងក្រោយឯងឈឺនឹងខ្ញុំអត់បានទៅមើលឯងអត់បានអីចឹងគាត់នៅតែនិយាយចឹងឪសុំទោសកូនហើយនឹកឃើញតែរឿងណាចង់ដឹងថាគាត់ទទួលបានបុណ្យកុសលដែលយើងធ្វើឲ្យអត់ខ្ញុំក៏សួរតែហ្នឹងទៅថាហើយបុណ្យកុសលដែលកូនធ្វើឲ្យហ្នឹងឯងបានទទួលអត់ហើយគាត់ថាបោណាកូនហើយខ្ញុំថាបើឯងចង់បានអីឯងប្រាប់មកកូនចៅធ្វើបុណ្យឲ្យថាឪអត់ចង់បានអីទេឪបោណាឪចង់តែអោបកូនឯងទេចុះដល់ពេលដែលមកឯងជប់ហេតុការណ៍ហ្នឹងហើយឪពុកបងមកសុំទោសសុំអីអញ្ចឹងមានអារម្មណ៍មិនដែរខ្សោកស្ដាយឬមួយក៏ត្រេកអរឬមួយក៏បែបណាអារម្មណ៍ពេលហ្នឹងពេលហ្នឹងបានន័យថាខ្ញុំលែងសោកស្ដាយហើយខ្ញុំលែងសោកស្ដាយហើយខ្ញុំក៏លែងមានវិបដិសេរីដែរថ្ងៃហ្នឹងពេលបន្ទាប់ពីចេញពីបន្ទប់ហ្នឹងហើយខ្ញុំអង្គុយយំរហូតស្ដាប់លោកសូត្រលោកឲ្យខ្ញុំអង្គុយយំរហូតប៉ុន្តែយំទឹកភ្នែករីករាយដែរខ្ញុំបានឃ្លៀអាវិបដិសេរីមួយគាត់ណាបានន័យថាខ្ញុំក៏បានឃ្លៀអាវិបដិសេរីជាប់ខ្លួនហ្នឹងគាត់ក៏បានឃ្លៀវិបដិសេរីហ្នឹងមួយខ្ញុំបានន័យថាគាត់ជាប់វិបដិសេរីទៅហ្នឹងគាត់ខុសចំពោះខ្ញុំដែលគាត់មកសុំទោសខ្ញុំរហូតនឹងឪសុំទោសកូនសំណប់ចិត្តឪខុសហើយគឺរឿងដែលខ្ញុំតែងតែហាមគាត់ហ្នឹងឲ្យគាត់ធ្វើរហូតនៅតែប្រព្រឹត្តអញ្ចឹងដល់ពេលខ្ញុំក៏មានអារម្មណ៍វិបដិសេរីដែលធ្វើជាកូនល្អឲ្យគាត់តាំងពីទូចរហូតដល់ធំរហូតដល់អាយុប៉ុណ្ណឹងហើយហេតុអីបានតែពេលចុងក្រោយបន្តិចហ្នឹងធ្វើអត់បានធ្វើឲ្យខ្លួនឯងមានវិបដិសេរីអញ្ចឹងបានថាខ្ញុំនៅតែ
ហ៊ាននិយាយខ្លួនឯងថាខ្ញុំពិតជាសំណាងដែលខ្ញុំមានអាហ្នឹងមានឱកាសហើយឱកាសហ្នឹងអញ្ចឹងបានខ្ញុំនិយាយថាខ្ញុំជូនទៅបងប្អូនទាំងអស់គ្នាដែលជាកូនគ្រប់រូបដូចខ្ញុំមិនប្រកាសថាបងប្អូនមានវិបដិសេរីហើយអាចមានឱកាសថ្ងៃអញ្ចឹងដូចខ្ញុំទេអញ្ចឹងបានត្រូវធ្វើអីទៅធ្វើទៅបងប្អូនហើយអាចង់ឈ្នះចង់ចាញ់ទិញទួចឬមួយគិតថាអូយដោយសារភាពស្និទ្ធស្នាលពេកឪអញម៉ែអញអីចុះចឹងទៅធ្វើទៅកុំឲ្យមានវិបដិសេរីដូចខ្ញុំចឹងហើយក៏មិនប្រកាសថាមានវិបដិសេរីហើយអាចមកឃ្លាវិបដិសេរីដូចខ្ញុំបានចឹងដែរអូខេអ្នកនរគ្នានេះគឺជាសាច់រឿងបុណ្យ100ថ្ងៃរបស់ប៉ាងពីដែលទឹមតែកាត់ឡើងនៅថ្ងៃទី13ខែនេះឯងម្សិលមួយថ្ងៃមួយទេអញ្ចឹងអាចថាប៉ាងពីក៏ជាមនុស្សធ្វើបុណ្យធ្វើទានដែរដែលគាត់បានសុខហើយគាត់ទៅទទួលបានផលបុណ្យផលទានដែលបានធ្វើហើយដែរហើយគាត់អាហោសកម្មជូនគាត់ទៅវិញមានបានអាហោសកម្មជូននៅពុកបងហើយបាទអូខេហើយបន្ទាប់ពីហ្នឹងមកពេលដែលឡើងអីហើយចូលមកពេលដែលលោកឲ្យធွာអីយើងមិនមានច្រូចទឹកច្រូចអីច្រូចទឹកហើយហៅឈ្មោះគាត់ទទួលហើយខ្ញុំនិយាយរហូតពេលលេងនិយាយពេលដែលអោបគាត់ហ្នឹងខ្ញុំតែនិយាយរហូតខ្ញុំថាអញ្ចឹងបើសិនជាឪកាន់តែមានកម្លាំងចិត្តក្នុងការធ្វើបុណ្យណាបើន័យថាគាត់ថាគាត់បានទទួលបុណ្យកុសលដែលយើងធ្វើឲ្យហ្នឹងខ្ញុំក៏បាននិយាយថាអញ្ចឹងបើសិនជាបុណ្យកុសលដែលកូនបានសាងមកតាំងពីដើមមកដែលមាននៅសេះសោមមានបុណ្យកុសលរបស់កូនហ្នឹងកូនសូមផ្ទេរបុណ្យកុសលនឹងឲ្យឪទាំងអស់ឲ្យឪទទួលបានដោយបរិបូរណ៍អញ្ចឹងគាត់កាន់តែយំគាត់អត់និយាយគាត់កាន់តែយំអូខេអញ្ចឹងអ្នកទាំងអស់គ្នាដល់ពេលអញ្ចឹងធ្វើឲ្យខ្ញុំនឹកឃើញរឿង Mother Day Father Day បើសិនជាអ្នកអស់គ្នាកំពុងតែរស់នៅជាមួយនៅឪពុកម្ដាយឬមួយមិនរស់នៅក្តីប៉ុន្តែនៅមានតំណែងឬមួយក៏គាត់នៅតែមានវត្តមាននៅក្នុងផែនដីនេះខ្ញុំគិតថាគួរតែមានពេលមួយទៅបង្ហាញពីក្តីស្រឡាញ់ក៏ដូចជាសុំការអភ័យពីគាត់ហើយឪពុកម្ដាយក៏ដូចគ្នាយើងក៏ទៅបង្ហាញក្តីស្រឡាញ់ដាក់កូនក៏បង្ហាញក្តីស្រឡាញ់ទៅឪពុកម្ដាយដូចគ្នាកុំឲ្យយឺតពេលព្រោះថាមិនមែនចេះតែមានឱកាសទៅឃ្លាទេនេះបងភីគាត់មានបុណ្យមានភ័ព្វវាសនាអាចឃ្លាជាមួយនៅឪពុកគាត់កើតចុះបើសិនជាឃ្លាមិនកើតតើមួយជីវិតរបស់យើងពីដល់ឥឡូវទៅចាស់នោះមានវិបដិសេរីយើងមិនរស់នៅមួយវិបដិសេរីអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាទៅបង្ហាញអារម្មណ៍ដោយស្មោះត្រង់ទៅពេលខ្លះយើងអត់មានរឿងអីខុសចំពោះគាត់ទេប៉ុន្តែយើងក៏អាចបង្ហាញពីក្តីស្រឡាញ់បានដែរមិនបាច់តសុំទោសទេអញ្ចឹងI love you កូនស្រឡាញ់ម៉ាក់កូនស្រឡាញ់ប៉ាស្រឡាញ់កូនម៉ាក់ស្រឡាញ់កូនគ្រួសារមិនរត់តែរីករាយអញ្ចឹងគួរតែបង្ហាញអារម្មណ៍របស់អ្នកនរគ្នាទៅកាន់ពួកគាត់ទៅដើម្បីសុភមង្គលគ្រួសាររបស់យើងទាំងអស់គ្នាទេជៀសវាងមានវិបដិសេរីហើយ